បងប្អូនលុយយើងអាចរកបានពេលណាក៏បានដែរបងប្អូនឲ្យតែយើងនៅមានកម្លាំងប៉ុន្តែពេលវេលាក៏ដូចជាអាយុរបស់យើងមិនអាចដើរថយក្រោយបានទេបងប្អូនគឺវាទៅមុខរហូតអញ្ចឹងអ្វីដែលយើងត្រូវធ្វើនៅពេលដែលយើងមានជីវិតបងប្អូនគឺបងប្អូនខំសាងអំពើល្អហើយធ្វើយ៉ាងណាឲ្យជីវិតរបស់យើងមានក្តីសុខឲ្យបានច្រើនហ្នឹងហើយបងប្អូនដល់ពេលដែលយើងមានកម្លាំងយើងគួរតែធ្វើបែបណាក៏ដោយបងប្អូនឲ្យតែយើងមានក្តីសុខតែកុំដើម្បីតែក្តីសុខខ្លួនឯងយើងបើជាធ្វើឲ្យអ្នកដទៃគេមកក្តៅក្រហាយជាមួយយើងបងប្អូននេះគឺជាសេចក្តីសុខលើកំណត់ទុករបស់អ្នកដទៃបងប្អូនអញ្ចឹងចូលកុំធ្វើបែបហ្នឹងឯងបងប្អូនហ្នឹងហើយនេះក៏ជាអ្វីដែលខ្ញុំចង់មកចែករំលែកខ្លះជូនបងប្អូនហ្នឹងហើយដើម្បីឲ្យខ្ញុំនឹកឃើញអញ្ចឹងណាបងប្អូនហ្នឹងហើយអរគុណ